បាទសួស្តីបងប្អូនអរគ្នាបាទនេះជាដុំ NVR ដែលគ្រប់គ្រងនៅលើកាមេរ៉ា Wi-Fi ប្រភេទ MAI Service ដែលយើងអាចកំណត់កាមេរ៉ាមួយបានហើយនឹងមានផ្ទុកទិន្នន័យនៅលើដុំ NVR នេះហើយសម្រាប់ដុំ NVR នេះគឺយើងអាច add ទៅចូល monitor បានហើយអាច add ទៅផ្សេងៗបានបាទវាមាន VGA ហើយនិង HDMI អញ្ចឹងបងប្អូនដែលគាត់ចង់បានផ្ទុកទិន្នន័យបានយូរខែយូរថ្ងៃគឺបងប្អូនអាចប្រើជាមួយនឹងដុំ NVR នេះសម្រាប់ដុំ NVR នេះគឺវាមាន4 channel ហើយនិង8 channel បាទហើយអានេះវាអាចស្គាល់គ្រប់កាមេរ៉ារបស់ Isetvis ណាបាទគឺលយមែនទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ដាក់កាមេរ៉ា Wi-Fi យើងចង់គ្រប់គ្រងទិន្នន័យចង់អីគឺយើងអាចប្រើជាមួយនឹងដុំUnify នេះបានហើយ Unify ដុំ NVR H5S នេះបានបាទហើយសម្រាប់មុខងាររបស់វាគឺបងប្អូនឃើញអញ្ចឹងយើងដាក់ដុំនឹងកណ្ដាលអញ្ចឹង Wi-Fi នេះគឺវាប្រើរួមគឺមានន័យថា IP តែមួយ Wi-Fi តែមួយអញ្ចឹងយើងអាច add ទៅចូលម៉ាស៊ីននេះដើម្បីយើងផ្ទុកទិន្នន័យបានយូរខែយូរថ្ងៃអីចឹងណាហើយវាអាចចេញទៅ monitor អីមើលបានអញ្ចឹងបងប្អូនដែលគាត់ប្រើប្រភេទកាមេរ៉ា Wi-Fi ភាគច្រើនគឺយើងមើលបាននៅលើទូរស័ព្ទប៉ុន្តែមើលអត់បាននៅលើ monitor អញ្ចឹងគឺយើងអាចប្រើដុំH5S នេះបានបាទអញ្ចឹងគឺរូបរាងវាគឺបែបហ្នឹងបងប្អូនអញ្ចឹងខ្ញុំខ្ជិលហែកប្រអប់ដោយសារអវ៉ាន់យើងថ្មីអញ្ចឹងបងប្អូនមើលហើយនេះ connect up to 8 4ទៅ8 5 megapixel Wi-Fi security camera ស្រាប់ HD វាអាចស្គាល់ដល់8ទេអាច record 24ម៉ោងលើ24ម៉ោងស្រាប់ឲ្យចេញគឺមាន HDMI VGA output បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេ